យ៉ាបើគិតទៅម្ដងថ្ងៃនេះគឺរយៈពេល6ខែដែលបាទខ្ញុំគាត់បានចែកឋានទៅខ្ញុំគាត់តែចង់បញ្ចេញនៅសេចក្តីនឹករលឹករបស់ខ្ញុំហ្នឹងតាមរយៈបទចម្រៀងមួយបទហ្នឹងជូនទៅហើយក៏ជាបទដែលខ្ញុំតែងតែស្ដាប់នៅពេលដែលខ្ញុំនឹកគាត់ពេលដែលស្ដាប់ទៅមានអារម្មណ៍ថាខ្ញុំនឹកគាត់ខ្លាំងអតីតកាលបណ្ដាលឲ្យចិត្តមិនស្ងប់ចង់អោនគ្រប់យ៉ាងត្រឡប់ចង់ឃើញមុខលោកពុកមានគុណអតីតកាលពុកខំលីសែងរែកពុនគ្រប់យ៉ាងពុកទ្រាំអត់ធន់ដើម្បីកូនបានដូចគេឯងញើសដូចឈាមក្រំក្រៀមកណ្ដាលថ្ងៃក្តៅអល់ផ្ទាំងមិនថាយប់ជ្រៅពុំតែងនៅនេបនិតប្រឡាយកូននៅតូលំព្រោះតែសំឡេងលោកពុកបំពេឲ្យគេលំវងវែងក្តំស្បៃរីត្រីតែពេលនេះឃ្លាតលោកពុកបាត់ពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនប្រណីទៀមទាមកផ្ដាច់និស័យឲ្យឃ្លានចង់ជួបមុខចង់ឃើញពុកនៅចិត្តកូនពីពេញបំពេលងលងធ្វើឲ្យកូនរត់នៅស្រណោះមានថ្ងៃនេះដោយសារគុណពុកសំដងទូមានអប់រំកូនប្រុងមិនឲ្យខំលុះធំដឹងក្តីតែពេលនេះឃ្លាតលោកពុកបាត់ពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនប្រណីទៀមទាមកផ្ដាច់និស័យឲ្យឃ្លានទៀមទាមកផ្ដាច់និស័យឲ្យ